ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះដែរនាងខ្ញុំនឹងមកចែករំលែកតាក់ទងទៅនឹងគុណប្រយោជន៍របស់ស្លឹកដំឡូងមីឯកសារដែលខ្ញុំបានស្រាវជ្រាវមកគឺជាភាសាថៃប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់ចង់អានភាសាថៃទេអ្នកទាំងអស់គ្នាអាចស្រាវជ្រាវជាភាសាអង់គ្លេសបានដោយសារតែខ្ញុំធ្លាប់ទៅរៀននៅប្រទេសថៃអញ្ចឹងគឺភាសាថៃវាមានភាពងាយស្រួលដល់ខ្ញុំនៅពេលដែលខ្ញុំស្រាវជ្រាវឯកសារផ្សេងតាក់ទងទៅនឹងឯកសារសត្វអញ្ចឹងបងប្អូនក្នុងស្លឹកដំឡូងមីយើងនឹងអាចដឹងថាតើស្លឹកដំឡូងមីនោះមានប្រូតេអ៊ីនខ្ពស់ឬទាបអាស្រ័យទៅលើស្លឹកធាងនិងដើមបើសិនជាដើមដំឡូងមីណាមានស្លឹកច្រើននោះបញ្ជាក់ឲ្យឃើញថាស្លឹកដំឡូងមីនោះមានប្រូតេអ៊ីនខ្ពស់ក្នុងស្លឹកដំឡូងមីមានសារធាតុពុលសំខាន់ពីរគឺ hydrocyanic ហើយនិងសារធាតុ tannin ដែលជាសារធាតុពុលដែលមាននៅក្នុងស្លឹកដំឡូងមីស្រស់ហើយបើសិនជាយើងយកស្លឹកដំឡូងមីស្រស់យកមកឲ្យសត្វស៊ីគឺនឹងមានផលប៉ះពាល់ដល់សុខភាពរបស់សត្វដូច្នេះហើយមុននឹងយើងយកដំឡូងមីស្រស់យកមកឲ្យសត្វស៊ីគឺយើងត្រូវតែហាលថ្ងៃឲ្យបានស្ងួតល្អជាមុនសិនក្នុងស្លឹកដំឡូងមីស្ងួតដែលយើងហាលបានស្ងួតល្អហាលនឹងមានកម្រិតអាស៊ីតហៃដ្រូសាយ៉ានិកទាបណាស់ដែលមិនមានផលប៉ះពាល់ដល់សុខភាពសត្វនោះទេថែមទាំងមានតួនាទីនៅក្នុងការជួយឲ្យសត្វមានសុខភាពល្អធន់ជាមួយនឹងជំងឺបានផងដែរចំណែកឯសារធាតុ tannin ដែលស្ថិតនៅក្នុងស្លឹកដំឡូងមីស្ងួតក៏មានកម្រិតទាបដូចគ្នាដែរហើយមានតួនាទីនៅក្នុងការជួយគ្រប់គ្រងពពួកសត្វល្អិតដែលមិនល្អពពួកព្រួនប៉ារ៉ាស៊ីតនៅក្នុងសត្វផងដែរក្រៅពីនេះស្លឹកដំឡូងមីស្ងួតក៏សម្បូរទៅដោយវីតាមីន A ដែរតារាងនេះនឹងបង្ហាញពីសារធាតុអាហារដែលមាននៅក្នុងស្លឹកដំឡូងមីស្ងួតដូចជាសំណើម 8.76% ប្រូតេអ៊ីនមាន 19.69% ខ្លាញ់មាន 3.68% កាកសរសៃមាន 22.78% ផេះមាន 8.56% កាល់ស្យូមមាន 1.69% ផូស្វ័រមាន 0.20% ចាបងប្អូនបើយើងសង្កេតមើលទៅគឺសារធាតុអាហារដែលមាននៅក្នុងដំឡូងមីស្ងួតសុទ្ធសឹងតែជាសារធាតុអាហារដែលល្អបងប្អូនអញ្ចឹងនៅពេលដែលយើងយកទៅប្រើជាមួយសត្វគឺវាជួយធ្វើឲ្យសត្វធំធាត់និងមានសុខភាពល្អផងដែរសរុបមកខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងធ្វើឲ្យបងប្អូនកាន់តែយល់ដឹងពីគុណប្រយោជន៍របស់ស្លឹកដំឡូងមីស្ងួតបានច្រើនហើយបងប្អូនកាន់តែហ៊ានយកស្លឹកដំឡូងមីស្ងួតមកប្រើធ្វើជាចំណីសត្វអរគុណ